với bất sa sanh lúc mình riêng ở mình nó chưa cầm phật chưa cầm càng nghe cầm phật cứ càng nghe ăn oi dương thì do ati phiệp hàng cào màu tì pưng thếแต่สำหรับយើងពុទ្ធបរិស័ទជាខ្មែរនេះអត់បានរៀនសូត្រអីទេអត់បានរៀនសូត្រពុទ្ធសាសនាទេអ្វីឡើយតែបតនៈកាន់ពុទ្ធសាសនាប៉ុន្តែប្រព្រឹត្តទៅតាមតែទំនៀមទម្លាប់ប្រពៃណីដែលមានពីដើមមកទេម្ល៉េះជំនឿនឹងមិនសូវត្រឹមត្រូវទៅតាមពុទ្ធសាសនាទេអានេះសូមញោមញាតិជ្រាបចឹងព្រោះវាច្បោកច្បល់លេឡំគ្នាប្រទេសកម្ពុជាយើងក្នុងសម័យខ្លះមហាក្សត្រលោកកាន់សាសនាព្រាហ្មណ៍ប្រជាប្រដ្ឋកាន់ពុទ្ធសាសនាមន្ត្រីអាមាត្យកាន់ពុទ្ធសាសនាសម័យខ្លះពុទ្ធកាន់ព្រះក្សត្រលោកកាន់ពុទ្ធសាសនាប្រជាប្រដ្ឋកាន់ព្រហ្មញ្ញសាពុទ្ធផ្ទុយនេះចឹងវាមានបណ្ដោយស្របគ្នាទេនៅញ៉ែមើលប្របាទជ័យវរ្ម័នទី7លោកកាន់ពុទ្ធសាសនាដល់ជ័យវរ្ម័នទី7លោកទីវង្គត់ទៅជ័យវរ្ម័នទី8ជារាជាទេយាទហ្នឹងឡើងគ្រប់គ្រងរាជសម្បត្តិក្រវែងពុទ្ធសាសនាចោលអត់គោរពទេវាយពុទ្ធរូបដែលមកបំផ្លិចបំផ្លាញកប់ចោលអស់នេះបំផុសសាសនាព្រាហ្មណ៍ឡើងគោរពឡើងវិញវាច្បោកច្បល់អញ្ចឹងបានជាញោមញាតិយើងទាំងអស់គ្នានេះអត់បានយល់ឯណាពុទ្ធសាសនាណាសាសនាព្រាហ្មណ៍តែច្បោកច្បល់ជាមួយតែគ្នាហ្នឹងឯងនេះដល់ឥឡូវនេះសម្រាប់យើងពុទ្ធបរិស័ទឃើញជឿខាសាសនាព្រាហ្មណ៍លទ្ធិព្រាហ្មណ៍ហ្នឹងច្រើនเป็นមិនតែធ្វើពិធីនៅពុទ្ធសាសនាបើមានពិធីខាសាសនាព្រាហ្មណ៍ច្រើនណាស់បងเขาជំនឿអត់មានហេតុមានផលអីហ្នឹងជំនឿខាសាសនាព្រាហ្មណ៍គឺទីពឹងទៅលើអតិទេពព្រះឥសូរព្រះនរាយណ៍ទាំងអស់ហ្នឹងសូមឲ្យព្រះឥសូរព្រះនរាយណ៍នៅប្រទានសេចក្តីសុខសួស្តីអាយុវែងយឺនយូរទ្រព្យសម្បត្តិអីឲ្យមកនឹងសុំជំនួយពីព្រះតែអ្នកដែលសុំជំនួយពីព្រះហ្នឹងមិនដែលឃើញបានព្រះកាន់យកអីមកឲ្យអត់មានទេអានឹងសក្ខីភាពជាក់ស្ដែងអត់ដែលឃើញបានទទួលអំណោយពីព្រះទេរបស់ដែលមានក្នុងផ្ទះយើងគឺធ្វើខ្លួនយើងទាំងអស់ញោមមានទ្រព្យមានសម្បត្តិអីធ្វើកិច្ចការងារធ្វើកម្មទាំងអស់ទាំងប្តីទាំងប្រពន្ធនឹងដួលចុះក្រោកឡើងធ្វើកិច្ចការងារបានទ្រព្យសម្បត្តិហ្នឹងទ្រព្យសម្បត្តិដែលបានពីធ្វើខ្លួនយើងដែរប៉ុន្តែញោមមិនយល់ទៅសុំទៅទេវតាឲ្យប្រទានឲ្យញោមគិតមើលមកសុំជំនួយពីទេវតាសុំតាំងពីសក់ខ្មៅទៅសក់សណាដែលបានជំនួយអីពីទេវតាមិនតែទទួលមកអត់តែបានទេបងរបស់ដែលមានទ្រព្យសម្បត្តិទេមានតែធ្វើខ្លួនឯងទាំងអស់គឺធ្វើកម្មធ្វើការងារខ្លួនឯងទាំងអស់